បាយនិងសេដ្ឋកិច្ចនយោបាយខ្ញុំបានប្រឹងប្រែងជំរុញចលនាឲ្យមានការចូលរួមកម្លាំងសហគ្រិនទាំងអស់ដើម្បីយើងផ្ដុំបណ្ដុំទៅតាមប្រភេទមុខរបរដើម្បីដោះស្រាយបញ្ហាតាមប្រភេទមុខរបរហើយប្រមូលកម្លាំងតាមប្រភេទមុខរបរហើយទៅការរួបរวมខ្លាំងជាងមុនច្រើនដល់ក្នុងកលៈទេសៈនេះគឺទៅការរួបរวมជាងមុនច្រើនដល់រួបរวมទាំងធនធានមនុស្សរួបរวมទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងពីមុនយើងរកស៊ីតែឯងតែក្នុងកលៈទេសៈដែលពេលមានវិបត្តិហេដ្ឋារចនាសម្ព័ន្ធនេះតែវាយឺតរយៈពេលយូរអង្វែងយើងត្រូវការចាំបាច់ទៅចេះរៀនធ្វើការរកស៊ីជាមួយគ្នាចេះវិនិយោគរួមគ្នាលុយសំខាន់ហើយអ្នកណាថាលុយអត់សំខាន់គឺនឹងខ្លាចជាមនុស្សមិនសំខាន់ដែរលុយជារបស់ក្រៅខ្លួនតែបើអត់លុយក្នុងខ្លួននឹងមិនស្រួលទេលុយមិនអាចទិញស្នេហាបានទេតែបើអត់លុយស្នេហាហ្នឹងមិនបានគង់វង្សយូរទេលុយមិនអាចទិញសុភមង្គលបានទេតែបើអត់លុយសុភមង្គលហ្នឹងក៏ពិបាកថែរក្សាដែរលុយមិនអាចទិញសុខភាពបានទេតែបើអត់លុយវាមានបញ្ហាសុខភាពក៏ពិបាកដែរជំរាបសួរបងប្អូនម្ចាស់អាជីវកម្មទាំងអស់ជាទីស្រឡាញ់កន្លងមកយើងសង្កេតឃើញថាមានម្ចាស់អាជីវកម្មមួយចំនួនខំធ្វើការរកស៊ីជាខ្លាំងប៉ុន្តែលុយហាក់បីដូចជាមិនកើនអាជីវកម្មហាក់បីដូចជាមិនធំហើយជីវិតហាក់បីដូចជាមិនទាន់មានសេរីភាពមូលហេតុបែបនេះមិនមែនព្រោះពួកគាត់ខ្ជិលនោះទេប៉ុន្តែព្រោះពួកគាត់មិនស្គាល់ក្បួនហិរញ្ញវត្ថុឆ្លាតវៃការពិតមួយដែលគួរឲ្យភ្ញាក់ផ្អើលគឺថាមនុស្សភាគច្រើនធ្វើអាជីវកម្ម10ទៅ20ឆ្នាំហើយប៉ុន្តែមិនដែលរៀនក្បួនហិរញ្ញវត្ថុឆ្លាតវៃពិតប្រាកដហើយនេះហើយបានជាអាជីវកម្មរីកចម្រើនហើយធ្លាក់ចុះវិញលក់បានច្រើនតែមិនឃើញលុយចូលច្រើនប៉ុន្តែមិនសល់បំណុលចេះតែកើនឡើងចរន្តសាច់ប្រាក់មិនមានស្ថិរភាព CEO Master Club សូមគោរពអញ្ជើញបងប្អូនម្ចាស់អាជីវកម្មទាំងអស់ចូលរួមកម្មវិធីបង្វឹកពិសេសស្ដីអំពីក្បួនហិរញ្ញវត្ថុឆ្លាតវៃសម្រាប់ម្ចាស់អាជីវកម្មដែលដឹកនាំបង្វឹកដោយលោកគ្រូធំបណ្ឌិតអោមសេងបូរ៉ាដែលមានបទពិសោធន៍ជាង30ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុធនាគារនិងអាជីវកម្មសូមបញ្ជាក់ជូនថាកម្មវិធីនេះនឹងជួយបងប្អូនឲ្យទទួលបាននូវក្បួនពិសេសមួយចំនួនដែលម្ចាស់អាជីវកម្មភាគច្រើនមិនសូវបានដឹងក្បួនស្ដារអាជីវកម្មដែលធ្លាក់ចុះឲ្យងើបឡើងវិញក្បួនរៀបចំលំហូរលាភលំហូរលុយលំហូរលេខដែលធ្វើឲ្យអាជីវកម្មមានរាសីខ្ពស់និងកាន់តែលូតលាស់ឡើងរបៀបដែលមហាសេដ្ឋីពិភពលោកបង្កើតទ្រព្យក្បួនបង្កើតទ្រព្យតចំនួនរបៀបគៀងកទុនវិនិយោគដោយមានតម្លាភាពនិងមានទំនួលខុសត្រូវក្បួនធ្វើឲ្យធនាគារហៅឲ្យខ្ចីលុយបានលឿនបានច្រើនហើយការប្រាក់ទាបក្បួនដោះស្រាយបំណុលវណ្ឌកក្បួនទាបបំណុលពីអតិថិជនរបៀបគ្រប់គ្រងចាត់ចែងលំហូរសាច់ប្រាក់ឲ្យរឹងមាំក្បួនកសាងទំនុកចិត្តឲ្យអ្នកដទៃកាន់លុយជំនួសខ្លួនបានខ្ញុំសូមសួរសំណួរសំខាន់មួយទៅកាន់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ថាបើបងប្អូនបន្តធ្វើអាជីវកម្មដោយគ្មានក្បួនហិរញ្ញវត្ថុឆ្លាតវៃតើអាជីវកម្មរបស់បងប្អូននឹងទៅដល់កម្រិតណាក្នុងរយៈពេល5ឆ្នាំខាងមុខប៉ុន្តែបើបងប្អូនយល់ច្បាស់អំពីក្បួនហិរញ្ញវត្ថុឆ្លាតវៃពិតប្រាកដនោះអាជីវកម្មរបស់បងប្អូននឹងអាចក្លាយជាអាជីវកម្មដែលមានលំហូរសាច់ប្រាក់ខ្លាំងអាជីវកម្មដែលមានទ្រព្យកើនរាល់ឆ្នាំអាជីវកម្មដែលអាចបន្តទៅចំនួនក្រោយបានកម្មវិធីនេះបង្កើតឡើងសម្រាប់ម្ចាស់អាជីវកម្មដែលចង់កើនលុយនិងកើនទ្រព្យពិតប្រាកដសូមបញ្ជាក់ថាកន្លែងមានកំណត់សូមទំនាក់ទំនងចុះឈ្មោះឥឡូវនេះយើងខ្ញុំធានាថាបងប្អូននឹងពេញចិត្តខ្លាំងបើមិនពេញចិត្តជូនថវិកាវិញ200%។